អាយដាមប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគឺបានបញ្ជាក់ហើយថាចាប់តាំងតែពីបទឈប់បាញ់លើកទី1បានចូលជាធរមានគិតរហូតមកដល់ពេលនេះកម្ពុជាគឺបានផ្ញើកំណត់ទូតជាផ្លូវការរហូតដល់ទៅជាង40ហើយទៅកាន់ភាគីថៃហើយទន្ទឹមនឹងនោះក៏បង្ហាញប្រាប់ទៅកាន់សហគមន៍អន្តរជាតិនិងពិភពលោកឲ្យបានដឹងផងដែរអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើការទូតនិងច្បាប់អន្តរជាតិដែលបញ្ជាក់ថាកម្ពុជាគឺជាប្រទេសដែលគោរពច្បាប់អន្តរជាតិហើយបន្តនៅក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួនទូរទស្សនិកជននៅតាក់ទងទៅនឹងការផ្ញើកំណត់ទូតជាបន្តបន្ទាប់នេះផងដែរក៏មានការលើកឡើងពីលោកលឹមសុវណ្ណរិទ្ធអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាដោយលោកក៏បានចាប់អារម្មណ៍ផងដែរថាចំពោះការធ្វើកំណត់ទូតជាបន្តបន្ទាប់របស់កម្ពុជាទៅកាន់ភាគីថៃក៏ដូចជាការបង្ហាញឲ្យអន្តរជាតិបានដឹងវាបីដូចជាការបកអាក្រាតមុខមាត់ពិតរបស់ថៃដូច្នោះដែរសូមស្ដាប់នៅការលើកឡើងពីលោកលឹមសុវណ្ណរិទ្ធដូចតទៅការដែលកម្ពុជាផ្ញើកំណត់ទូតទៅថៃរហូតដល់42លើកនេះទោះជាមិនមានការឆ្លើយតបជាវិជ្ជមានពីភាគីថៃពី JBC ថៃដើម្បីរៀបចំកិច្ចប្រជុំរួមរវាងគណៈកម្មការព្រំដែនរួម JBC កម្ពុជាថៃនេះគឺបង្ហាញថាកម្ពុជានៅតែបន្តប្រកាន់គោលជំហរយ៉ាងមុតមាំនៅក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាថៃដោយឈរទៅលើមូលដ្ឋានគតិយុត្តដែលមានស្រាប់ច្បាប់អន្តរជាតិដែលមានដូចជាអនុសញ្ញាឆ្នាំ1904សន្ធិសញ្ញាឆ្នាំ1907 MOU ឆ្នាំ2000និងជាការបង្ហាញអំពីភាពជាម្ចាស់របស់កម្ពុជានៅលើដែនអធិបតេយ្យទីតាំងដែលប្រទេសថៃបានប្រើកងកម្លាំងរបស់ខ្លួនឈ្លានពានកាន់កាប់ដោយខុសច្បាប់អន្តរជាតិខុសទាំងធម្មនុញ្ញអាស៊ានខុសទាំងធម្មនុញ្ញអង្គការសហប្រជាជាតិនិងខុសទៅនឹងខ្លឹមសារដែលមានចែងនៅក្នុងអនុសញ្ញាឆ្នាំ1904និងឆ្នាំ1907ការបញ្ជូនកំណត់ទូតដែលកម្ពុជាតែងតែធ្វើជាប្រចាំនៅឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុនិងសកម្មភាពឈ្លានពានទន្ទ្រានកាន់កាប់របស់ភាគីថៃនេះគឺកម្ពុជាចង់បង្ហាញថាកម្ពុជានៅតែមានភាពជាម្ចាស់ហើយកម្ពុជាបង្ហាញថាខ្លួនមិនទទួលស្គាល់ឡើយនៅការកែប្រែព្រំដែនរវាងប្រទេសទាំងពីរដោយប្រើប្រាស់កម្លាំងយោធាដូច្នេះកម្ពុជាអំពាវនាវផងនិងស្នើសុំឲ្យមានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិដើម្បីជំរុញឲ្យភាគីថៃចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយឈរលើមូលដ្ឋានកិត្តិយសមានស្រាប់និងឈរលើគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធីខណៈដែលព្រំដែនកម្ពុជាថៃនៅតែបន្តមានភាពតានតឹងហើយថៃតែងតែកេះបេះពីការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិនិងយន្តការដែលមានស្រាប់នាពេលបច្ចុប្បន្ននេះកម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការបកអាក្រាតមុខមាត់របស់ប្រទេសថៃឲ្យពិភពលោកបានមើលឃើញអំពីការទង្វើឈ្លានពានរបស់ប្រទេសនេះដែលបានប្រព្រឹត្តនៅសកម្មភាពបង្កហេតុជាប្រចាំជាប់ជាប្រចាំនឹងការរំលោភច្បាប់អន្តរជាតិដែលមានជាធរមានដូចជាធម្មនុញ្ញសហប្រជាជាតិធម្មនុញ្ញអាស៊ាននិង MOU ដែលប្រទេសទាំងពីរបានចុះជាមួយគ្នានៅក្នុងការដោះស្រាយបញ្ហាព្រំដែនគោកគឺអនុសញ្ញាឆ្នាំ2000ដែលថៃហៅថា MOU ឆ្នាំ43ហើយនឹងការដែលភាគីថៃនៅតែបន្តកិច្ចវេះអំពីការដោះស្រាយចំនួនព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដោយឈរលើយន្តការគណៈកម្មការព្រំដែនរួម JBC និងអនុគណៈកម្មការវាស់វែងព្រំដែនដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នានៅក្នុងការរៀបចំដោះស្រាយបញ្ហាព្រំដែននិងការវាស់វែងដែនដីព្រំដែនជាក់ស្ដែងទោះជាយ៉ាងណានៅក្នុងទំនាក់ទំនងអន្តរជាតិគេត្រូវចងចាំថាការទូតគឺជាមធ្យោបាយជាឧបករណ៍ដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីក៏ប៉ុន្តែទីពិតការទូតតែគ្មានទ័ពគឺប្រៀបដូចជាកំភ្លើងដែលគ្មានគ្រាប់ដូច្នេះហើយក្រៅតែពីការប្រយុទ្ធនៅក្នុងសមរភូមិការទូតសមរភូមិព័ត៌មាននិងការចាប់ផ្ដើមនីតិវិធីជំរុញនីតិវិធីផ្លូវច្បាប់អន្តរជាតិដូចជា UNCLOS និង ICJ ជាដើមនោះកម្ពុជាក៏ត្រូវត្រៀមខ្លួនឲ្យបានរួចជាស្រេចនិងជាការប្រញាប់បំផុតនៅក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់ថៃដែលអាចកើតមាននៅក្នុងកលៈទេសៈមួយដែលវិបត្តិនយោបាយវិបត្តិសេដ្ឋកិច្ចនៅសង្គមថៃ
បន្តផ្ទុះឡើងកាន់តែខ្លាំងឡើងរហូតដល់អ្នកនយោបាយនិងអ្នកកាន់អំណាចនៅក្នុងវាំងថៃអាចនឹងលែងគ្រប់គ្រងបានហើយពួកគេអាចនឹងព្យាយាមបង្វែរស្ថានភាពវិបត្តិទាំងអស់នោះព្យាយាមបង្វែរចំណាប់អារម្មណ៍របស់មហាជនថៃមកកាន់តំបន់ព្រំដែនកម្ពុជាថៃសារជាថ្មីដើម្បីពួកគេគេចវេះពីការទទួលខុសត្រូវនិងការដាក់សម្ពាធពីមហាជនថៃអញ្ចឹងកម្ពុជាត្រូវត្រៀមខ្លួនបំរុងទុកឲ្យរួចជាស្រេចចំពោះចេតនាទាំងឡាយណាដែលមជ្ឈដ្ឋានអ្នកនយោបាយក៏ដូចជាមជ្ឈដ្ឋានពួករាជវង្សថៃអាចនឹងប្រើប្រាស់បញ្ហាព្រំដែនកម្ពុជាធ្វើជាតាបិយាធ្វើជាកូនអុកដើម្បីបង្វែរស្ថានភាពនៅក្នុងប្រទេសថៃផងដែរបាទងាកមកមើលទូនីតិរបស់សហគមន៍អន្តរជាតិនៅក្នុងការចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃវិញយើងឃើញថាក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាស្ថាប័នដែលមានទូនីតិចាំបាច់ហើយនឹងដើរតួនាទីចម្បងនៅក្នុងការថែរក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់ពិភពលោកដូច្នេះក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែងាកមកយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនកម្ពុជាថៃឲ្យបានកាន់តែស៊ីជម្រៅកាន់តែប្រសើរជាងនេះបន្ថែមទៀតដើម្បីបង្ហាញពិភពលោកថាពិភពលោកសកលលោកបច្ចុប្បន្ននៅតែមានយុត្តិធម៌សម្រាប់ប្រទេសតូចគណៈដែលមហាអំណាចនិងបណ្ដារដ្ឋទាំងឡាយគឺបានព្រមព្រៀងគ្នាក្រោយសង្គ្រាមលោកលើកទី2រួមគ្នាមានឆន្ទៈរួមគ្នានៅក្នុងការបង្កើតច្បាប់អន្តរជាតិនិងអង្គការអភិបាលកិច្ចសកលនេះគឺអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពសន្តិសុខនិងសណ្ដាប់ធ្នាប់ពិភពលោកការបណ្ដាលដោយឲ្យភាពអយុត្តិធម៌និងការប្រប្រាស់កងទ័ពដើម្បីឈ្លានពានរដ្ឋអធិបតេយ្យមួយបន្តកើតមានឡើងនិងកើនឡើងជាបន្តបន្ទាប់នេះនោះសន្តិភាពនិងសន្តិសុខទាំងនៅក្នុងតំបន់និងពិភពលោកនឹងកាន់តែមានហានិភ័យរហូតដល់អាចនាំទៅដល់មហន្តរាយសារជាថ្មីដោយដែលបបិសោតពិភពលោកបានជួបជាក់ស្ដែងប្រកបនៅក្នុងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2បាទហើយអ្នកស្រាវជ្រាវក៏បានលើកឡើងផងដែរថាអន្តរជាតិត្រូវតែបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនកម្ពុជាថៃដើម្បីបញ្ជៀសករណីប្រទេសធំឈ្លានពានប្រទេសតូចដោយដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងអញ្ចឹងថាការតវ៉ាតាមរយៈការផ្ញើកំណត់ទូតផ្លូវការនេះគឺមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួនអញ្ចឹងដោយដែលលោកបណ្ឌិតសឿនសំលោកបានបញ្ជាក់ពីខាងដើមអញ្ចឹងថាត្រូវតែប្រយ័ត្នចំពោះអរិយាប័ត្រនិងសកម្មភាពនៃការចូលរួមដោះស្រាយបញ្ហាសមុទ្រត្រួតគ្នាបានន័យថាព្រំដែនសមុទ្រណាចា៎កុំឲ្យថៃណាមួយក្រុមទៀតនោះដែលកំពុងតែធ្វើសកម្មភាពមិនព្រមថយក្រោយបានន័យថាកំពុងតែរំលោភច្បាប់អន្តរជាតិហ្នឹងបាននឹងកំពុងតែបន្តសកម្មភាពគ្រប់គ្រងដោយខុសច្បាប់នៅព្រំដែនគោកបាទនៅលើទីតាំងលំនៅឋានរបស់ប្រជាជនកម្ពុជាដែលមកដល់ពេលនេះនៅសល់ជាង 30,000 នាក់ទៀតដែលពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដែលរាជរដ្ឋាភិបាលកម្ពុជាចំពោះមុខបានសាងសង់ជំរកបណ្ដោះអាសន្នឲ្យពួកគាត់ស្នាក់នៅហើយក៏កំពុងតែបន្តដោះស្រាយនឹងទាមទារតាមយន្តការទូតរួមទាំងច្បាប់អន្តរជាតិដើម្បីទាមទារនៅអ្វីដែលខាងភាគីថៃរំលោភឈ្លានពានមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជានៅតាមតំបន់មួយចំនួននៃខេត្តជាប់ព្រំដែននោះបាទចា៎ជាធម្មតាដែលយើងមានប្រទេសចាភូមិផងរបងជាមួយនឹងប្រទេសដែលជាចោលអញ្ចឹងពិបាកបន្តិចយើងត្រូវតែក្រៅពីមានរបងហើយក៏យើងត្រូវតែមានការសង្កេតការចាំខ្លមើលរហូតដែរអញ្ចឹងឥឡូវនេះទាំងបញ្ហាព្រំដែនសមុទ្រផងបញ្ហាព្រំដែនគោកផងអត់ទាន់ដោះស្រាយចប់ទេតែកំពុងតែនៅតាមផ្លូវនៅក្នុងការដោះស្រាយហើយយើងបន្តជឿជាក់លើប្រមុខរដ្ឋាភិបាលរបស់យើងដែលដឹកនាំចានាវាកម្ពុជាឆ្ពោះទៅមុខយើងទៅរកការអភិវឌ្ឍរីកចម្រើនហើយក៏កំពុងតែព្យាយាមក្នុងការការពារទឹកដីរបស់កម្ពុជាផងដែរហើយប្រទេសនេះគឺប្រទេសថៃនេះគឺតាំងពីដើមអើយចាជាប្រទេសដែលលួចចឹងអញ្ចឹងមានជំនាញខាងលួចទៅហើយអញ្ចឹងពិបាកដែរដែលយើងអត់មានពុតត្បុតប៉ុន្តែយើងនៅជាប់ជាមួយនឹងប្រទេសដែលមានពុតត្បុតអញ្ចឹងយើងពិបាកនៅក្នុងការពារបន្តិចប៉ុន្តែគឺឥឡូវនេះយើងបានដឹងពុតត្បុតហើយក៏កំពុងតែនៅក្នុងការត្រៀមចាការពារប្រទេសយើងជាបន្តបន្ទាប់និងបន្តនីតិវិធីច្បាប់នេះហើយយើងដាក់ចិត្តដាក់កាយជឿជាក់ទៅលើនីតិវិធីច្បាប់របស់អន្តរជាតិហើយដើម្បីឲ្យពិភពលោកមានសណ្ដាប់ធ្នាប់ឡើងវិញផងដែរចាទស្សនិកជនមិនតែប៉ុណ្ណោះទេសូម្បីតែវៀតណាម
ចាពាក់ព័ន្ធទៅនឹងបញ្ហាដែលកម្ពុជានិងថៃកំពុងតែមានបញ្ហាព្រំដែនទឹកនិងគោកជាមួយគ្នានេះក៏វៀតណាមលើកទឹកចិត្តហើយក៏ចង់ឲ្យប្រទេសទាំងពីរដោះស្រាយដោយសន្តិវិធីដែរហើយបើនិយាយអំពីខាងផ្នែកយោធាវិញវៀតណាមក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជានៅក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងអាយដាមនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនារសៀលថ្ងៃទី22មិថុនា2026នេះឧត្តមសេនីយ៍តូវូហុងស៊ិនដែលជាមេបញ្ជាការដ្ឋានមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាមបានបញ្ជាក់ជូនថាវៀតណាមកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនៅព្រំដែនកម្ពុជានិងថៃនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះនេះដោយសន្តិវិធីដើម្បីធានានូវសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍តូបានរំលឹកអំពីទំនាក់ទំនងជាមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជានិងវៀតណាមដែលបានប្រគៀកស្មារគ្នាតស៊ូក្នុងអតីតកាលហើយក៏បានគូបញ្ជាក់ថាការជួយគ្នាទៅវិញទៅមកនិងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំង3ចាវៀតណាមកម្ពុជាឡាវគឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍនិងសន្តិភាពក្នុងតំបន់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារអាកាសនៃប្រទេសទាំងពីរលោកក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងជិតស្និទ្ធនិងស៊ីជម្រៅដែលមានជាយូរមកហើយនោះដោយបានលើកឡើងថានាយទាហានកម្ពុជាមួយចំនួនត្រូវបានទទួលការបណ្ដុះបណ្ដាលនៅវៀតណាមដែលជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សនិងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរអាយដាមនាយឧត្តមសេនីយ៍វង្សពិសេនបានសម្ដែងនៅមោទនភាពចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជាវៀតណាមដែលបានពង្រឹងជាបន្តបន្ទាប់អាយដាមបានបង្ហាញពីជំនឿជឿជាក់ថាជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃប្រទេសទាំងពីរនឹងទទួលបានផលជោគជ័យនិងជារួមនឹងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំហើយជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍វង្សពិសេនក៏បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្របទឈប់បាញ់និងការស្វែងរកនៅដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជាថៃព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមនៅក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ផងដែរនៅក្នុងជំនួបនេះគឺអាដាមបានស្នើឲ្យវៀតណាមបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដើម្បីធានាការអនុវត្តបទច្បាប់បាញ់និងរួមចំណែករក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជាថៃឲ្យបានយូរអង្វែងបាទទូរទស្សនិកជនជាការកត់សម្គាល់បន្ទាប់ពីខាងថៃបានបិទព្រំដែនគោកជាឯកតោភាគីមកដល់ពេលនេះយើងមើលឃើញអំពីនិន្នាការនិងសន្ទុះនៃការងាកមកគ្រប់គ្រងនិងប្រើប្រាស់នៅផលិតផលខ្មែរវាគួបផ្សំទៅនឹងអ្នកផលិតនៅក្នុងស្រុកនឹងបាននឹងកំពុងតែបង្កើននៅបរិមាណនិងគុណភាពដើម្បីបំពេញតម្រូវការជូនទៅដល់បងប្អូនប្រជាពលរដ្ឋជាពិសេសអតិថិជនដែលជាអ្នកប្រើប្រាស់នឹងគឺបានគ្រប់គ្រាន់នៅពេលនេះយើងកំពុងតែមើលឃើញអំពីការកើនឡើងគួរឲ្យកត់សម្គាល់ហើយចំពោះការប្រើប្រាស់នៅផលិតផលក្នុងស្រុកដោយសារតែយុទ្ធនាការរបស់រាជរដ្ឋាភិបាលដូចជាទិញផលិតផលខ្មែរមុនគេរួមជាមួយនឹងការផ្លាស់ប្ដូរអេរយាប័តរបស់អ្នកប្រើប្រាស់ដែលកាន់តែគាំទ្រផលិតផលនៅក្នុងស្រុកក្រមសហគ្រិនដែលបានមកចូលរួមដាក់តាំងក្នុងពិព័រណ៍ផលិតផលអាស៊ានកម្ពុជាចិនលើកទី2បានលើកឡើងថាស្មារតីសាមគ្គីរបស់ពលរដ្ឋបន្តប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែខ្លាំងក្លាដែលពួកគេផលិតស្ទើរតែមិនទាន់តម្រូវការប្រើប្រាស់នៅពេលនេះក្រមសហគ្រិនបានបន្តថាមិនត្រឹមតែប្រជាពលរដ្ឋក្នុងស្រុកគ្រប់គ្រងប៉ុណ្ណោះទេសូម្បីតែពលរដ្ឋខ្មែរនៅឯខាងក្រៅប្រទេសក៏គ្រប់គ្រងផលិតផលខ្មែរដូចគ្នាដែរក្រមសហគ្រិនបន្តថាដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មគឺបានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកបានកាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់តាមរយៈយុទ្ធនាការផលិតផលជាតិ Made in Cambodia ដែលត្រូវបានសម្ពោធដោយប្រើប្រាស់កាលពីព្រឹកថ្ងៃទី14កុម្ភៈឆ្នាំ2026ក្រោមវត្តមានលោកជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រមសហគ្រិនក៏បានអះអាងថាផលិតផលខ្មែរគឺមានគុណភាពអនាម័យនិងការវេចខ្ចប់ស្របតាមស្តង់ដារទាំងទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសសម្រាប់សិប្បកម្មពួកខ្ញុំឃើញថាការលក់មានការកើនឡើងបងដោយសារប្រជាជនគាត់បានងាកមកគាំទ្រផលិតផលខ្មែរផលិតផលដែលផលិតនៅក្នុងស្រុកហ្នឹងបងចាបងសម្រាប់ទី1គាត់ជឿជាក់ទៅលើ
រសជាតិបងនៅពេលដែលពួកខ្ញុំចេញមកតាំងពីពណ៌នៅពេលដែលពួកខ្ញុំបានបង្ហាញផលិតផលរបស់ពួកខ្ញុំទៅកាន់ពួកគាត់ទីមួយពួកគាត់តេស្តរសជាតិពួកខ្ញុំមានដាក់ឲ្យភ្ញៀវភ្លក់ផ្ទាល់អញ្ចឹងគាត់មើលថារសជាតិនឹងល្អហើយជាមួយនឹងគុណភាពល្អការវេចខ្ចប់របស់យើងក៏ល្អគាត់ជឿជាក់ថាសិប្បកម្មរបស់ពួកយើងគឺជាសិប្បកម្មរបស់ខ្មែរផ្ទាល់ផលិតដោយកូនខ្មែរបងចាមានបងដោយសារតែខាងក្រសួងគាត់តែងតែចុះទៅត្រួតពិនិត្យគាត់តែងតែចុះទៅណែនាំអំពីតាំងពីគុណភាពតាំងពីអនាម័យគាត់តែងចុះទៅប្រាប់ពួកយើងរហូតអំពីតកតងមួយការផលិតតកតងមួយការវេចខ្ចប់ទាំងការធ្វើស្លាកសញ្ញាទាំងការដែលមានការចុះបញ្ជីអីឲ្យប្រជាពលរដ្ឋយើងគាត់មានទំនុកចិត្តនឹងបន្ថែមទៀតណាបងជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលតែងតែគាំទ្រផលិតផលខ្មែរដែលតែងតែគាំទ្រផលិតផលរបស់សិប្បកម្មលឹមសេងហ្វូតរបស់ពួកយើងហើយពួកយើងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានសុខភាពល្អឲ្យពួកគាត់រកទទួលទានមានបានហើយនៅតែបន្តការគាំទ្រពហិការផលិតផលសៀមហើយងាកមកគាំទ្រផលិតផលខ្មែរបន្ថែមទៀតចានិយាយទៅមករយៈនេះមានឃើញប្រជាពលរដ្ឋខ្មែរយើងគាំទ្រផលិតផលខ្មែរយើងច្រើនបងចាតាំងពីនិយាយទៅតាំងពីយើងបិទជាមួយនឹងព្រំដែនមកជាមួយប្រទេសជិតខាងមកឃើញថាប្រជាជនខ្មែរគាំទ្រហើយនឹងឲ្យតម្លៃផលិតផលរបស់ខ្មែរយើងចាបងចំពោះការផលិតវិញដោយសារពួកខ្ញុំនេះមិនត្រឹមតែតាំងពីពោទេយើងបានលក់ទៅក្រៅប្រទេសដែរអញ្ចឹងមួយរយៈក្រោយនេះសម្រាប់ការតាំងពីពោគឺពួកយើងលក់ដាច់ច្រើនបងផលិតសឹងតែមិនតាន់អញ្ចឹងណាបងចាសូមរំលឹកថាកាលពីថ្ងៃទី9ខែមេសាត្រូវនឹងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី9ឆ្នាំ2026សម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តគាំទ្រផលិតផលខ្មែរដោយជឿជាក់លើគុណភាពនិងតម្លៃការជ្រើសរើសនិងគាំទ្ររបស់ពលរដ្ឋគឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំនិងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទយើងខិតខំផលិតយើងជួយប្រើប្រាស់ជាតិយើងនឹងរីកចម្រើនលើសពីនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានតាមរយៈការលើកទឹកចិត្តប្រជាជនឲ្យចូលរួមផលិតនៅវត្ថុធាតុដើមកែច្នៃនិងអភិវឌ្ឍផលិតផលធ្វើឲ្យប្រជាជនមានមោទនភាពនិងទទួលបានកិត្តិយសកិត្តិនាមពីផលិតផលដែលខ្លួនបានផលិតគិតត្រឹមឆ្នាំ2025ចលនាភូមិមួយផលិតផលមួយ OVOP បានទទួលស្គាល់និងចងក្រងផលិតផលរបស់សហគមន៍សរុបប្រមាណជាង 1000 មុខចលនាសម្រាប់ករណីឆបោកតាមប្រព័ន្ធអនឡាញឥឡូវនេះគឺមានករណីថ្មីបន្ថែមទៀតហើយដែលក្នុងនោះគឺសមត្ថកិច្ចបានបើកការស្រាវជ្រាវទៅលើក្រុមអ ுக ្រិតជនឆបោកតាមប្រព័ន្ធអនឡាញនេះដែលបានបង្កើតនៅអង្គការចាត់តាំងចា៎អញ្ចឹងមិនត្រឹមតែបោកតាមប្រព័ន្ធអនឡាញទេឥឡូវបានរហូតឈានដល់បង្កើតអង្គការចាត់តាំងតាមដានសមត្ថភាពតាមដានសកម្មភាពសមត្ថកិច្ចនិងប្រមូលព័ត៌មានហើយរូបភាពនេះបញ្ជូនទៅឲ្យមេខ្លោងរបស់ខ្លួនថែមទៀតផងចឹងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនចាប់បានចំនួន16នាក់និងកំពុងបន្តស្រាវជ្រាវតាមចាប់មេខ្លោងនិងបពពួកដែលនៅសេសសល់ដើម្បីយកមកផ្ដន់ទាទោសបន្ថែមទៀតចាហើយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈបានបញ្ជាក់ថាសមត្ថកិច្ចចំណោះក្រសួងមហាផ្ទៃបានស្រាវជ្រាវក្រុមដែលមានតួនាទីតាមដានសកម្មភាពសមត្ថកិច្ចប្រមូលព័ត៌មាននិងបញ្ជូនរូបភាពនេះទៅមេខ្លោងដែលជាអ ுக ្រិតជនដើម្បីរៀបចំនៅវិធានការទប់ទល់និងបង្ក្រាបរបស់សមត្ថកិច្ចហើយក្រុមនេះគឺបង្កើតនៅក្នុងក្រុម Telegram ដែលបានដាក់ឈ្មោះថាសង្កេតការក្រុងប៉ោយប៉ែតមានសមាជិកជាង30នាក់រួមមានជនបរទេសនិងជនជាតិខ្មែរដែរក្រោយការស៊ើបអង្កេតសមត្ថកិច្ចក៏បានបើកប្រតិបត្តិការឃាត់ខ្លួនមេខ្លោងនិងបពពួកសរុបចំនួន16នាក់ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងកំពុងបន្តស្វែងរកចាប់ខ្លួនមេខ្លោងចាបពពួកដែលនៅសេសសល់នោះជាបន្តបន្ទាប់ទៀតសមាជិកចំណុចក្រសួងមហាផ្ទៃបានស្រាវជ្រាវនិងបង្ក្រាបក្រុមមួយដែលមានតួនាទីតាមដានសកម្មភាពសមត្ថកិច្ចប្រមូលព័ត៌មាននិងរូបភាពបញ្ជូនទៅឲ្យមេខ្លោងជាអ ுக ្រិតជនដើម្បីរៀបចំវិធានការទប់ទល់នឹងការបង្ក្រាបរបស់សមត្ថកិច្ចវាមានក្រុមមួយនោះសម្រាប់តាមដានសកម្មភាពចំណាត់ការវិធានការផែនការយុទ្ធសាស្ត្ររបស់សមត្ថកិច្ចហើយគេរាយការណ៍ទៅមេខ្លោងរបស់គេដែលជាអ ுக ្រិតជនបញ្ជាបទល្មើសនោះដើម្បីដាក់ចេញនៅវិធានការទប់ទល់ប្រឆាំងឬក៏ដាក់ចេញនៅល្បិចកលផ្សេងដទៃទៀតដើម្បីចល័តបំបែកភៀសនឹងទៅបង្កើតបទល្មើសនៅទីកន្លែងនេះនៅទីកន្លែងនេះហូហែជាពិសេសគឺបង្កើតនៅល្បិចថ្មីតែម្ដងបាទ
ក្រុមនេះបានបង្កើត Telegram Group មួយដែលដាក់ឈ្មោះថាសង្កេតការណ៍ក្រុងប៉ោយប៉ែតហើយមានសមាជិកជាង30នាក់រួមមានជនបរទេសនិងជនជាតិខ្មែរយើងក្រោយការស៊ើបអង្កេតសមាជិកបានបើកប្រតិបត្តិការឃាត់ខ្លួនមេខ្លោងនិងបពពួកសរុបចំនួន16នាក់ដែលបង្កើតក្រុមនោះហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនិងកំពុងបន្តស្វែងរកចាប់ខ្លួនមេខ្លោងបពពួកដែលនៅសេសសល់បន្ថែមជាបន្តទៀតបាទចាទស្សនិកជនរហូតមកដល់ពេលនេះគឺក្នុងរយៈពេល2សប្តាហ៍នៅក្នុងខែមិថុនាឆ្នាំ2026សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានប្រតិបត្តិការបង្ក្រាបទីតាំង online scam នេះបានចំនួន78ទីតាំងចាក្នុងភូមិសាស្ត្ររាជធានីខេត្តដែលបានធ្វើឲ្យបណ្ដាញឆបោកទាំងអស់នេះបាត់បង់ទីតាំងធ្វើសកម្មភាពបាត់បង់មជ្ឈមណ្ឌលបញ្ជាការបាត់បង់កម្លាំងប្រតិបត្តិការនិងបាត់បង់សមត្ថភាពក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបន្តបន្ទាប់នៅក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួន1332នាក់មាន16សញ្ជាតិនិងបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានចំនួន133នាក់ចាកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ87នាក់និងកំពុងបន្តនីតិវិធី1112នាក់ថែមទៀតផងបាទនេះជាការស្រាវជ្រាវឈានទៅបន្តប្រតិបត្តិការនៅក្នុងការបង្ក្រាបឲ្យដល់ឫសគល់នៃក្រុមអក្រិតជនដែលនៅតែបន្តប្រព្រឹត្តនៅបទល្មើស online scam នៅកម្ពុជាបានន័យថានៅបន្តយកទឹកដីរបស់ប្រទេសកម្ពុជាជាជំរកនៅក្នុងការបន្តប្រព្រឹត្តបទល្មើសដោយបំបែកពីក្រុមធំរាយបណ្ដាញទៅជាក្រុមតូចៗតាមរយៈមានអង្គការចាត់តាំងតាមដាននៅសកម្មភាពរបស់សមត្ថកិច្ចថែមទៀតផងនោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចកម្ពុជានៅអាជ្ញាធរបាននឹងកំពុងតែបន្តប្រតិបត្តិការនេះជាពិសេសនឹងក្រៅតែពីបន្តចុះរដ្ឋបាលត្រួតពិនិត្យនៅតាមទីតាំងធំឥឡូវហ្នឹងគឺបបែកមកទីតាំងបន្ទប់ជួលតូចពីព្រោះថាក្រុមអក្រិតជនអស់នេះបាននឹងកំពុងតែធ្វើសកម្មភាពនៅក្នុងការបន្លំផ្ដេកសមត្ថកិច្ចពីទ្រង់ទ្រាយធំមកពង្រាយនៅតាមទីតាំងតូចតែទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាបាននឹងកំពុងតែបន្តយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋានរាប់ចាប់តាំងពីមេភូមិទៅគឺត្រូវតែបន្តចុះត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានករណីបន្តប្រព្រឹត្តបទល្មើស online scam នោះបាទប្រិយមិត្តទូរទស្សនិកជនព័ត៌មានបន្តទៀតនៅថ្ងៃនេះរដ្ឋសភាកម្ពុជាគឺបានអនុម័តជាឯកច្ឆន្ទទៅលើសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់រដ្ឋសភាជាតិកម្ពុជានៅថ្ងៃទី22មិថុនានេះបានសម្រេចអនុម័តជាឯកច្ឆន្ទហើយនៃសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ដោយសម្លេង114នៃសមាជិករដ្ឋសភាទាំងមូលក្រោមអធិបតីភាពរបស់សម្ដេចមហារដ្ឋសភាទីកាធិបតីខួនសូដារីប្រធានរដ្ឋសភាកម្ពុជាយោងតាមសេចក្តីថ្លែងហេតុរបស់សម្ដេចបបធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជម្រាបជូនសមាជិករដ្ឋសភាដោយឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដោយបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់រៀបចំស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងបញ្ចកោណទី2ដើម្បីលើកកម្ពស់ការតភ្ជាប់បង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងភស្តុភារកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិនិងរួមចំណែកកាត់បន្ថយភាពក្រីក្រដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់នេះបន្ទាប់ពីរដ្ឋសភាពិនិត្យនិងអនុម័តនិងព្រឹទ្ធសភាពិនិត្យហើយឲ្យយោបល់ព្រមទាំងព្រះមហាក្សត្រឡាយប្រហោសលេខាប្រកាសឲ្យប្រើនិងចូលជាធរមានរួចច្បាប់នេះនឹងផ្ដល់អត្ថប្រយោជន៍សំខាន់ដោយលើកទឹកចិត្តនិងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូននិងភស្តុភារកម្មរបស់វិស័យឯកជនលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិនិងតំបន់ហើយមិនត្រឹមតែប៉ុណ្ណោះច្បាប់នេះនឹងធានានូវចីរភាពនិងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់លើសពីនេះសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងប្រទេសនិងក្រៅប្រទេសតាមរយៈការធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌគតិយុត្តឲ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្តសូមជម្រាបថាសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់នឹងបង្កើតឲ្យមានរបបថ្មីមួយក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិតាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឲ្យបានច្បាស់លាស់និងការដាក់ចេញនៅវិធានការរឹតបន្តឹងត្រួតពិនិត្យព្រមទាំងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ដែលបានបំផ្លាញផ្លូវថ្នល់និងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឲ្យកាន់តែមានសុវត្ថិភាពខ្ពស់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងធានាបាននូវចីរភាពនិងគុណភាព
នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុលប្រចាំឆ្នាំផងដែរ ចាទស្សនិកជនចំពោះការអប់រំសម្រាប់មនុស្សសម័យថ្មីវិញឃើញថាចំពោះកម្មវិធីសិក្សាចាំបាច់ទី1គឺត្រូវមាននៅវិជ្ជាសម្បទាខណៈបច្ចុប្បន្នបច្ចេកវិទ្យាមានភាពរីកចម្រើននេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈនៅថ្ងៃ22មិថុនានេះបានរៀបចំកម្មវិធីបឋកថាដែលស្ដីអំពីកំណែទម្រង់វិសាអប់រំនៅកម្ពុជាដែលមានការអញ្ជើញចូលរួមជាអធិបតីនិងវាគ្មិនពីអាយដាមបណ្ឌិតសភាចាហងជួននរុនអបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាពិធីនេះគឺរៀបចំនៅសាលាភូមិន្ទរដ្ឋបាលចារាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងមន្ត្រីរាជការសិស្សមន្ត្រីជាន់ខ្ពស់ចំនួនទី13ចាសិស្សមន្ត្រីក្រមការចំនួនទី12និងអ្នកពាក់ព័ន្ធនានាសរុបប្រមាណ800អង្គអ្នកដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនៅក្នុងអង្គពិធីនេះអាយដាមបណ្ឌិតសភាចាហងជួននរុនអបនាយករដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថាស្ថិតនៅក្នុងបច្ចេកវិទ្យាមានភាពរីកចម្រើនពិសេសគឺបញ្ញាសិប្បនិម្មិត AI នេះគឺការអប់រំមនុស្សសម័យថ្មីសម្រាប់កម្មវិធីសិក្សាចាំបាច់ទី1ត្រូវតែមានវិជ្ជាសម្បទាដោយឥឡូវនេះបញ្ញាសិប្បនិម្មិតមានភាពរីកចម្រើនម្ល៉េះហើយដើម្បីប្រើប្រាស់បានតលតែមនុស្សមានសមត្ថភាពទើបអាចប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់អាយដាមអបនាយករដ្ឋមន្ត្រីបន្តថាដើម្បីអាចគ្រប់គ្រងបច្ចេកវិទ្យាបានគឺត្រូវចេះបំណិនសតវត្សទី21ដោយត្រូវចេះត្រិះរិះពិចារណាចេះដោះស្រាយបញ្ហាចេះធ្វើការងារជាក្រុមនិងមានភាពជាអ្នកដឹកនាំគូបញ្ជាក់ថាស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1នៃរាជរដ្ឋាភិបាលអាណត្តិទី7នេះក្រសួងអប់រំយុវជននិងកីឡាបានកំណត់ទិសដៅកំណត់អាទិភាពវិស័យអប់រំចំនួន8ចំណុចរួមមានទី1ការពង្រឹងអភិបាលកិច្ចសាលារៀន2ការពិនិត្យនិងកែសម្រួលកម្មវិធីសិក្សានិងសកម្មភាពបន្ថែមក្រៅម៉ោងសិក្សាស្របតាមតម្រូវការនៅក្នុងការពង្រឹងចំណេះដឹងវិន័យសីលធម៌និងអាកប្បកិរិយារបស់សិស្សទី3គឺការថែរក្សាសុខភាពសិស្ស4ការជំរុញនិងលើកទឹកចិត្តឲ្យមានការចូលរួមពីមាតាបិតាអាណាព្យាបាលនិងសហគមន៍ក្នុងវិស័យអប់រំទី5ការពង្រឹងការអប់រំ Digital ទី6ការជំរុញមជ្ឈមណ្ឌលឧត្តមភាពការអប់រំឧត្តមសិក្សាទី7គឺការកសាងប្រព័ន្ធនិងការអភិវឌ្ឍសមត្ថភាពរីឯទី8គឺការអភិវឌ្ឍការអប់រំកាយនិងកីឡាចំពោះខ្ញុំគិតថាការដែលថៃបានជូនដំណឹងជាផ្លូវការមកកម្ពុជាអំពីការជ្រើសរើសអ្នកផ្សះផ្សាចំនួន2រូបដែលតំណាងឲ្យថៃនៅពេលនេះខ្ញុំគិតថាគឺជាដំណើរមួយដែលជាចំណុចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាដែរពីព្រោះយើងដឹងហើយថាខាងភាគីថៃបានលុបចោលនៅ MOU ជាមួយនឹងកម្ពុជាដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែលយើងហៅថា MOU ឆ្នាំ2001ហើយថៃខ្លួនឯងនឹងបាននិយាយអំពីរឿងការប្រើប្រាស់នីតិសមុទ្រអន្តរជាតិដើម្បីដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នាជាមួយនឹងប្រទេសកម្ពុជាដែលផ្ដោតទៅលើដែនសមុទ្រណាហើយកម្ពុជាយើងក៏បានព្រួយផ្ដើមមានន័យថាយើងខាងកម្ពុជាដែលយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហានេះដើម្បីកុំឲ្យវាមានបញ្ហាតចំនួនទៅទៀតចំពោះបញ្ហាត្រួតស៊ីគ្នាខាងផ្នែកដែនសមុទ្រជាមួយនឹងខាងថៃនោះកម្ពុជាយើងក៏បានយល់ព្រមជាមួយថៃដើម្បីជ្រើសរើសយកនីតិសមុទ្រអន្តរជាតិហើយកម្ពុជាបានយកចំណុចការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយបញ្ហាត្រួតស៊ីគ្នាជាមួយនឹងថៃនៅពេលនេះប៉ុន្តែយ៉ាងណាក៏ដោយយើងដឹងហើយថាដោយសារតែអ្នកដែលលេងល្បិចច្រើនអ្នកដែលលេងយុទ្ធសាស្ត្រច្រើននោះគឺខាងថៃពីព្រោះថៃគឺជាអ្នកដែលនិយាយមុនកម្ពុជារឿងនីតិសមុទ្រអន្តរជាតិនេះចឹងទេនៅពេលដែលថៃនិយាយមុនហើយកម្ពុជាចេញដំណើរទៅហើយខាងថៃមិនចេញឬក៏ខាងថៃបដិសេធមិនចូលរួមនោះគឺជាភាពអាម៉ាស់មួយរបស់ថៃខាងផ្នែកការទូតចំពោះកិច្ចការទាំងឡាយណាដែលខ្លួនបាននិយាយបានសន្យាហើយថៃបែរជាមិនធ្វើវិញណាប៉ុន្តែយ៉ាងណាក៏ដោយយើងពិបាកក្នុងការនិយាយពាក្យថាសាទរណាពីព្រោះរឿងនីតិសមុទ្រអន្តរជាតិហើយជាពិសេសការផ្សះផ្សាដោយបង្ខំនេះគឺតំណាងរបស់ប្រទេសទាំងពីរពលគឺខាងកម្ពុជានិងថៃគឺត្រូវមានការងារច្រើនមានឯកសារច្រើនដែលត្រូវពិភាក្សាត្រូវជជែកឬក៏ត្រូវវិនិច្ឆ័យដើម្បី
ឲ្យបានទទួលការពិតឬក៏យុត្តិធម៌សម្រាប់តំណាងប្រទេសនីមួយៗពលគឺសម្រាប់តំណាងប្រទេសកម្ពុជានោះហើយអ្វីដែលខ្ញុំយល់ឃើញអ្វីដែលខ្ញុំបារម្ភនោះគឺថាខាងថៃគឺពិតណាស់ដោយសារថៃគាត់មានល្បិចច្រើនហើយអញ្ចឹងយុទ្ធសាស្ត្រឬក៏ទង្វើដែលគាត់បានធ្វើពេលខ្លះវាគ្រាន់តែជារបៀបបែបបទមួយដើម្បីពន្យាពេលទេដើម្បីពន្យាពេលហើយទុកឱកាសហ្នឹងឲ្យថៃផ្សេងទៀតកសាងហេដ្ឋារចនាសម្ព័ន្ធខាងដែនគោកពីព្រោះយ៉ាងហ្នឹងហើយថាបន្ទាប់អំពីការដែលថៃឈ្លានពានកម្ពុជាចំនួន2លើកកាលពីឆ្នាំ2025កន្លងទៅនោះខាងថៃបានបន្តគ្រប់គ្រងដោយខុសច្បាប់នៅដែនដីបូរណភាពរបស់កម្ពុជាជាច្រើនកន្លែងហើយមកទល់នៅពេលនេះខាងថៃមិនទាន់ទាំងបានប្រគល់នៅដែនដីដែលថៃបានពាត់យកនោះឲ្យមកកម្ពុជាវិញទេហើយខាងថៃបន្ទាប់អំពីការពាត់យកបូរណភាពហើយនឹងបំផ្លាញនៅផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជនកម្ពុជាហើយខាងថៃបានព្យាយាមកសាងនៅហេដ្ឋារចនាសម្ព័ន្ធតាមបែបបទរចនាបថរបស់ថៃដើម្បីបង្កើតជាការភ័ន្តច្រឡំនៅក្នុងក្រសែភ្នែកអន្តរជាតិខ្ញុំគិតថាការដែលយើងព្រមព្រៀងដោះស្រាយបញ្ហាដែនសមុទ្រដោយនីតិវិធីតាមផ្លូវច្បាប់គឺជារឿងមួយប៉ុន្តែបើសិនជាថៃគាត់លេងផ្លូវពីរណាគឺមានន័យថាគាត់ធ្វើឲ្យយើងរវល់ជាមួយនឹងដែនសមុទ្រហើយគាត់ព្យាយាមសាងសង់នៅលើដីកម្ពុជាដែលគាត់គ្រប់គ្រងដោយខុសច្បាប់ដើម្បីឲ្យមានការភ័ន្តច្រឡំជាអន្តរជាតិនោះគឺវាកាន់តែស្មុគស្មាញនៅពេលណាដែលកម្ពុជាយើងព្យាយាមឬក៏តស៊ូមតិដើម្បីបានទទួលត្រឡប់មកវិញនៅផ្ទះសម្បែងនៅដែនដីកម្ពុជាយើងដែលថៃគាត់បានគ្រប់គ្រងដោយខុសច្បាប់បន្ទាប់អំពីការឈ្លានពាននៅលើបូរណភាពទឹកដីរបស់កម្ពុជានេះគឺជាចំណុចមួយទៀតឥឡូវយើងត្រឡប់មករឿងដែនសមុទ្រជាថ្មីម្ដងទៀតយើងដឹងហើយថារឿងថៃនេះដោយសារតែជាកត្តាមួយប្រវត្តិសាស្ត្រគឺយើងសង្កេតពិនិត្យមើលទៅទាំងបញ្ញវន្តរបស់ថៃទាំងអ្នកច្បាប់ទាំងមន្ត្រីថៃនឹងគឺរហូតមកទល់ពេលនេះគឺកំពុងតែមានគំនិតផ្សេងគ្នាចំពោះរឿងនីតិសមុទ្រអន្តរជាតិហ្នឹងដោយមានមួយក្រុមថាគ្រប់គ្រងឲ្យទៅហើយមួយក្រុមទៀតគឺមិនបានគ្រប់គ្រងឲ្យថៃហ្នឹងទៅចូលរួមដោះស្រាយជាមួយនឹងកម្ពុជាដោយប្រើនីតិសមុទ្រអន្តរជាតិទេដោយគេជឿជាក់ថាថៃប្រកាសជាចាញ់កម្ពុជានៅពេលណាដែលថៃចូលខ្លួនប្រើច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាជាមួយនឹងប្រទេសកម្ពុជាហើយក៏រហូតមានសមាជិកប្រសិទ្ធិខ្លះសមាជិកសភាខ្លះរបស់ថៃហ្នឹងបានពមៀនលោកអនុទីនថាកុំឲ្យលឿនពេកកុំឲ្យចូលរួមដោះស្រាយបញ្ហាជាមួយនឹងកម្ពុជាដោយប្រើនីតិសមុទ្រអន្តរជាតិអីអញ្ចឹងគឺកំពុងតែមានការខ្វះខ្វាយមានការខ្វែងគំនិតគ្នាអញ្ចឹងនៅក្នុងសង្គមថៃណាប៉ុន្តែយ៉ាងណាក៏ដោយខ្វែងគំនិតក៏ដោយអាវលឿងក៏ដោយអាវក្រហមក៏ដោយយ៉ាងម៉េចក៏ដោយគឺថៃនៅតែជាថៃទេប្រយោជន៍ជាតិរបស់ថៃឬក៏បូរណភាពឬក៏ដែនដីហ្នឹងគឺថៃគេចែកគ្នាសម្ដែងគេឈ្លានពានយើងហើយគេសម្ដែងទៅឈួតធ្វើជាមានបញ្ញវន្តមានអ្នកច្បាប់មានអ្នកពូកែវែកញែកចឹងទៅប៉ុន្តែការឈ្លានពានរបស់ថៃមកលើកម្ពុជានៅតែបន្តមានជារៀងរហូតអានេះគឺជារឿងរ៉ាវមួយដែលយើងត្រូវតែដឹងពីព្រោះយើងមិនអាចថាយើងមានប្រៀបទៅផ្លូវច្បាប់ហើយយើងសាទរយើងសប្បាយហើយយើងភ្លេចខ្លួនទេពីព្រោះអានេះគឺជាយុទ្ធសាស្ត្រមួយដែលគេហៅថាវាយឆ្វេងជាលោស្ដាំណាដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាដែលប្រើច្បាប់ប៉ុន្តែរឿងដែនគោកគាត់ព្យាយាមសាងសង់ព្យាយាមបំផ្លាញហើយព្យាយាមបង្ករឿងទៀតពីព្រោះនេះគឺជាយុទ្ធសាស្ត្រមួយជាល្បិចមួយរបស់ថៃដែលខាងថៃនឹងមិនមានចេតនាណាមួយសោះឡើយក្នុងការប្រគល់ដែនដីបូរណភាពដែលរបស់កម្ពុជាដែលថៃបានគ្រប់គ្រងទេហើយរឿងនីតិសមុទ្រនេះទៀតដោយសារតែការប្រើប្រាស់យន្តការដោយបង្ខំឬក៏យើងហៅថា compulsory conciliation ដែលជាផ្នែកមួយរបស់នីតិសមុទ្រអន្តរជាតិយើងមានគំរូតែមួយទេគឺគំរូរវាងអូស្ត្រាលីហើយនិងទីម៉ូឡេស្តេដែលជាគំរូនៃជោគជ័យក្នុងការដោះស្រាយបញ្ហានេះប៉ុន្តែយ៉ាងណាក៏ដោយយើងមិនអាចយកថៃទៅប្រៀបធៀបជាមួយអូស្ត្រាលីបានទេអូស្ត្រាលីគេជាប្រទេសមួយដែលមានក្រមសីលធម៌អូស្ត្រាលីជាប្រទេសមួយដែលឲ្យតម្លៃខ្លាំងណាស់ចំពោះច្បាប់អន្តរជាតិហើយអូស្ត្រាលីមិនមាន
ប្រវត្តិឈ្លានពានប្រទេសផ្សេងទេដោយឡែកថៃវិញគឺជាប្រទេសដែលបានឲ្យតម្លៃច្បាប់អន្តរជាតិជាប្រទេសដែលចូលចិត្តឈ្លានពានអ្នកដទៃអញ្ចឹងរឿងនីតិសមុទ្រឬក៏ការផ្សះផ្សាដោយបង្ខំនេះសម្រាប់ខ្ញុំគិតថាវាជារឿងល្អហើយដែលធ្វើដំណើរទៅនឹងនោះប៉ុន្តែយើងដឹងហើយថាមកទល់ឥឡូវនេះគឺមានបញ្ញវន្តមានមន្ត្រីថៃខ្លះថាបើសិនជាថៃពិនិត្យឯកសារទៅពិនិត្យសំណុំរឿងទៅឃើញថាថៃចាញ់ប្រៀបគឺគេសូមឲ្យថៃបដិសេធសូមឲ្យថៃដកខ្លួនទៀតនោះអញ្ចឹងអ្វីដែលខ្ញុំបារម្ភមានន័យថាគឺថៃនឹងមិនទទួលយកនៅលទ្ធផលនៃការផ្សះផ្សាដោយបង្ខំដែលជាការសម្របសម្រួលរបស់សហគមន៍អន្តរជាតិទេពីព្រោះយើងដឹងហើយថាការផ្សះផ្សាដោយបង្ខំមិនមានសិទ្ធិអំណាចជាយោធាទៅបង្ខំថៃទេគឺការផ្ដល់ជាអនុសាសន៍ការកាត់សេចក្តីថាត្រង់ណាជារបស់កម្ពុជាត្រង់ណាជារបស់ថៃប៉ុន្តែការទទួលយកឬក៏ការមិនទទួលយកវាអាស្រ័យទៅលើក្រមសីលធម៌ហើយនឹងសម្ពាធជាអន្តរជាតិដែលដាក់មកលើប្រទេសថៃអានេះគឺជារឿងពិតមួយអញ្ចឹងរឿងថៃគេខុសពីអូស្ត្រាលីគេជាប្រទេសល្អមួយជាប្រទេសដែលមានក្រិតក្រមជាប្រទេសដែលមានសីលធម៌ជាប្រទេសដែលឲ្យតម្លៃខ្លាំងទៅលើច្បាប់អន្តរជាតិតែឡែកថៃជាប្រទេសដែលថាมันមានការគោរពចំពោះច្បាប់អន្តរជាតិជាប្រទេសដែលគ្មានសីលធម៌ហើយថៃជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមនៃប្រទេសដែលឈ្លានពានអ្នកដទៃហើយថៃជាប្រទេសដែលស្ថិតនៅក្នុងចំណោមប្រទេសដែលកលៃប្រវត្តិសាស្ត្រសម្រាប់ពង្រៀនពលរដ្ឋរបស់ខ្លួនបាទអញ្ចឹងសរុបមកវិញថាការដែលភាគីថៃជួនដំណឹងជាផ្លូវការមកកម្ពុជាអំពីការជ្រើសរើសអ្នកផ្សះផ្សាចំនួន2រូបដើម្បីចូលរួមយន្តការផ្សះផ្សាដោយបង្ខំក្រមអនុសញ្ញាUN clause នោះខ្ញុំគិតថាជាដំណើរវិជ្ជមានមួយដែលភាគីទាំងពីរបានកំពុងតែធ្វើដំណើរទៅកាន់សហគមន៍អន្តរជាតិប៉ុន្តែអ្វីដែលយើងខាងកម្ពុជាយើងគួរតែដឹងគួរតែយល់នោះគឺថាសូមកុំចាញ់ល្បិចវាយឆ្វេងជាលោស្ដាំរបស់ថៃទៅខាងសមុទ្រហើយពង្រឹងខាងដែនគោកអានឹងគឺជាយុទ្ធសាស្ត្រមួយពន្យាពេលអញ្ចឹងខាងកម្ពុជាយើងខ្ញុំគិតថារឿងដែនគោកយើងគុំទុកពេលឲ្យថៃសម្រាប់សាងសង់ឲ្យទៀតយើងត្រូវតែបង្កើនយុទ្ធសាស្ត្រនៃការទាមទារការតវ៉ាឬក៏ព្យាយាមនិយាយនៅក្នុងកាសែតអន្តរជាតិឬក៏ជូនដំណឹងជាអន្តរជាតិតែម្ដងទៅអំពីការដែលថៃឈ្លានពានបូរណភាពហើយមិនព្រមចូលរួមប្រជុំដើម្បីដោះស្រាយបញ្ហាបូរណភាពដែនគោកជាមួយកម្ពុជាណាចាទូរទស្សនិកជនជាទីមេត្រីជាការបញ្ជាក់យ៉ាងច្បាស់ពីលោកបណ្ឌិតសឿនសំដែលលោកបង្ហាញពីមតិផ្ទាល់ខ្លួនបង្ហាញអំពីការចូលមកកាន់ចូលតុចរចាជាមួយនឹងថៃពាក់ព័ន្ធនឹងការងារនេះដោយចាត់នៅចាអ្នកចរចាអ្នកផ្សះផ្សាចាពីរូបរបស់ខ្លួនក៏ពិតមែនប៉ុន្តែក៏យើងនៅតែបន្តនៅការការពារបន្តនៅការមើលឲ្យបានដិតដល់គ្រប់ជ្រុងជ្រោយពីបញ្ហាដែលកំពុងតែកើតមាននេះផងដែរអ្វីដែលសំខាន់ក៏យើងនឹងចាក់អារម្មណ៍អំពីបញ្ហាព្រំដែនចាសមុទ្រនេះហើយក៏យើងចាក់អារម្មណ៍ពីព្រំដែនគោកដែលកន្លងទៅយើងបានដឹងច្បាស់អំពីការផ្ទុះចំនួន2លើកក្នុងឆ្នាំ2025ហើយក៏មានបទច្បាញ់2លើកដូចគ្នាដែរអញ្ចឹងបើរាប់ចាប់តាំងពីការដែលយើងមានបទច្បាញ់លើកទី1មកម្លេះចាចូលជាធរមានកាលពីថ្ងៃ28ខែកក្កដាឆ្នាំ2025រហូតមកដល់បច្ចុប្បន្នចាគណៈកម្មការ JBC របស់កម្ពុជាគឺបានផ្ញើកំណត់ទូតចំនួន42លើកទៅភាគីថៃហើយការផ្ញើនេះគឺដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនឹងតវ៉ាចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃលើទឹកដីកម្ពុជាចឹងបានន័យថាទោះបីយើងមាននៅបទច្បាញ់តែយើងនៅបន្តសកម្មភាពហើយកំណត់ទូតនេះសំខាន់ណាស់គឺបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាទាមទារទឹកដីរបស់យើងត្រឡប់មកវិញហើយក៏ជាសញ្ញាប្រាប់ទៅពិភពលោកថាយើងមិនបានទទួលស្គាល់នៅព្រំដែនដែលចាថៃយកទៅដោយការប្រើប្រាស់កម្លាំងដោយខុសច្បាប់ទាមទារមកវិញនៅទឹកដីទាំងអស់នេះរបស់យើងចាក្នុងនោះដែរគឺអាយដាមប៉ែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី22មិថុនា2026ថាគិតចាប់ពីបទឈប់បាញ់លើកទី2ចូលជាធរមានកាលពីថ្ងៃ27ធ្នូ2025បច្ចុប្បន្នគឺគ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយគឺបានផ្ញើកំណត់ទូតចំនួន9លើកទៅហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនេះនឹងនឹងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះហៅកាត់ថា JST ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តនាពេលកន្លងទៅអាយដាមបន្តថាក្រៅពីនោះគឺគណៈកម្មការ JBC កម្ពុជាក៏បានធ្វើកំណត់ទូតចំនួន32លើកចំពោះសកម្មភាពខ
ខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទឹកដីចានៅលើទីតាំងដែលខ្លួនបានចូលកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាបើគិតចាប់ពីបទច្បាញ់លើកទី1ចូលជាធរមានកាលពីថ្ងៃ28កក្កដា2025រហូតដល់បច្ចុប្បន្នកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាប្រឆាំងការរំលោភបំពានរបស់ភាគីថៃនេះគឺមានរហូតដល់42លើកទៅហើយចាឯកឧត្តមប៉ែនបូណាក៏បញ្ជាក់ទៀតដែរជូនដល់ជនរួមជាតិថាការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ពីជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួនលិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយនៅបញ្ហាព្រំដែនដែលស្របច្បាប់អន្តរជាតិក៏ដូចជាការរក្សាអញ្ញាយុកានៃវិវាទនេះឲ្យស្ថិតនៅជាធរមានចាំមានន័យថាពាក់ព័ន្ធនឹងចំនួននេះគឺនៅតែបន្តដោះស្រាយមិនមានខាងណាមួយដែលស្កាត់ឲ្យព្រមទទួលយកទេគឺនៅតែបន្តក្នុងការដោះស្រាយវិវាទនេះបន្តទៀតហើយនេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃគឺបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយពីព្រោះការតវ៉ានេះគឺជាផុសតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីនេះតាមយន្តការច្បាប់គិតចាប់តាំងពីបទឈប់បាញ់លើកទី2ចូលជាធរមានកាលពីថ្ងៃ27ខែធ្នូឆ្នាំ2025មកដល់បច្ចុប្បន្នគ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយបានផ្ញើកំណត់ទូតចំនួន9លើកហើយទៅកាន់ភាគីថៃដើម្បីស្នើសុំរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនិងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅក្រៅពីនោះគណៈកម្មការ JBC ភាគីកម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ាចំនួន32លើកចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃដែលនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាហើយបើគិតចាប់តាំងពីបទឈប់បាញ់លើកទី1ដែលចូលជាធរមាននៅថ្ងៃ28ខែកក្កដាឆ្នាំ2025រហូតមកទល់បច្ចុប្បន្នកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាប្រឆាំងទៅនឹងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់ទៅ42លើកជាឱកាសនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិម្ដងទៀតថាការតវ៉ាជាផ្លូវការមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួនលិខិតតវ៉ាផ្លូវការនេះគឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិក៏ដូចជាការរក្សាអញ្ញាយុកាលនៃវិវាទឲ្យស្ថិតនៅជាធរមាននេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយពីព្រោះការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីស្របតាមយន្តការច្បាប់រីឯសំណើរបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនឹងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងគឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃចុះថ្ងៃទី22ខែតុលាឆ្នាំ2025និងយោងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ចំណុចទី3ដែលផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតដល់គណៈកម្មការ GBC ភាគីទាំងពីរក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងឲ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញក្នុងពេលដ៏ឆាប់ដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរដូច្នេះទូរទស្សនិកជនកម្ពុជាគឺតាមរយៈគណៈកម្មការ JBC ភាគីរបស់កម្ពុជាផ្ញើកំណត់ទូតរហូតដល់ទៅ42លើករួចមកហើយដើម្បីបញ្ជាក់ពីជំហររបស់ខ្លួននៅតែបន្តទាមទារទឹកដីរបស់ខ្លួនត្រឡប់មកវិញហើយកំពុងតែបន្ថែមនៅ
ចានីតិវិធីរបស់ខ្លួនគឺតាមរយៈការទូតតាមរយៈផ្លូវច្បាប់របស់អន្តរជាតិជាបន្តបន្ទាប់ហើយដោយដើមកម្មវិធីបានជម្រាបជូនហើយអំពីជំហានដែលយើងបន្តនៅក្នុងការអនុវត្តតាមរយៈយន្តការផ្សះផ្សាដោយបង្ខំឥឡូវនេះដល់ដំណាក់កាលដែលកម្ពុជាមានអ្នកផ្សះផ្សា2រូបខាងថៃក៏ជ្រើសរើសរួចរាល់ហើយនឹងឈានទៅដល់ការជ្រើសរើសប្រធាននៃក្រុមផ្សះផ្សានេះផងដែរដើម្បីអនុវត្តជាបន្តបន្ទាប់នៃយន្តការនៃការផ្សះផ្សាដោយបង្ខំដើម្បីឲ្យនីតិវិធីបន្តទៅមុខហើយនឹងយើងដឹងអំពីលទ្ធផលបន្ថែមទៀតនៃការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធីនិងផ្លូវច្បាប់របស់អន្តរជាតិផងដែរព្រឹកថ្ងៃទី18ខែមិថុនាកិច្ចពិធីបើកកិច្ចប្រជុំកំពូលពេញអង្គអាស៊ានរុស្ស៊ីនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទីក្រុងកាហ្សានដ៏ស្រស់ស្អាតហើយក្នុងឱកាសនោះគឺថ្នាក់ដឹកនាំកំពូលអាស៊ានរុស្ស៊ីបានរំលឹកឡើងវិញនៅសមិទ្ធផលទាំងឡាយដែលសម្រេចបាននៃទំនាក់ទំនងរវាងដៃគូសន្ទនាអាស៊ានរុស្ស៊ីចាប់ពីឆ្នាំ1991មកហើយបានคล้ายទៅជាដៃគូយុទ្ធសាស្ត្រចាប់ពីឆ្នាំ2018លើវិស័យជាច្រើនដូចជាសន្ទនានយោបាយនិងសន្តិសុខពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រព័ត៌មាននិងបច្ចេកទេសទូរគមនាគមន៍ធម្មពលនិងដឹកជញ្ជូនកសិកម្មនិងសន្តិសុខស្បៀងទេសចរសហប្រតិបត្តិការវប្បធម៌និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនហើយដោយឯកឧត្តមហ្វ្រង់សបានលើកគឺថាក្នុងស្ថានភាពពិភពលោកមានការកើនឡើងនៃការប្រឈមមុខនិងភាពស្មុគស្មាញនៃការប្រែប្រួលភូមិសាស្ត្រនយោបាយភូមិសាស្ត្រសេដ្ឋកិច្ចថ្នាក់ដឹកនាំអាស៊ានរុស្ស៊ីបានបញ្ជាក់អះអាងសារជាថ្មីនៅមិត្តភាពនិងការបដិញ្ញាចិត្តទាំងស្រុងចំពោះគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគាំទ្រមជ្ឈត្តភាពអាស៊ានធម្មនុញ្ញអាស៊ានហើយសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ានច្បាប់អន្តរជាតិនានាដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពវិបលភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៅអាស៊ីប៉ាស៊ីហ្វិកនិងតំបន់អាស៊ីអឺរ៉ុបថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធតាមរយៈយន្តការដែលដឹកនាំដោយអាស៊ានគាំទ្រឲ្យបង្កើនជំនួបកម្រិតខ្ពស់ពង្រឹងការសន្ទនាអំពីសន្តិសុខដើម្បីឆ្លើយតបការប្រឈមនៃបញ្ហាសន្តិសុខមិនជាប្រពៃណីនិងមិនប្រពៃណីហើយបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យលំហសមុទ្រពាណិជ្ជកម្មនិងវិនិយោគទុនរួមទាំងសេវាកម្មកិច្ចសហប្រតិបត្តិការធម្មពលនិងសន្តិសុខស្បៀងការដឹកជញ្ជូន logistics កសិកម្ម digital វិទ្យាសាស្ត្របច្ចេកទេសសម្រាប់អនាគត AI ទេសចរនិងឧស្សាហកម្មនវានុវត្តន៍ពង្រឹងដៃគូអាស៊ានសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុបគឺ EU និងដៃគូអាស៊ានអង្គការសហប្រតិបត្តិការសៀងហៃ SCO ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈអាហារូបករណ៍វិស័យវប្បធម៌សុខាភិបាលប្រឆាំងទប់ស្កាត់ជំងឺរាតត្បាតការផ្លាស់ប្ដូរប្រជាជននិងប្រជាជនជាពិសេសគឺយុវជនមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនេះគឺសម្ដេចអធិបតីហ៊ុនម៉ាណែតបានគូបញ្ជាក់ថាសម្រាប់ប្រទេសកម្ពុជាឆ្នាំ2026នេះគឺជាឆ្នាំមានអត្ថន័យជាពិសេសពីព្រោះយើងកំពុងប្រារព្ធខួបលើកទី35នៃទំនាក់ទំនងអាស៊ានរុស្ស៊ីនិងខួបលើកទី70នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីកម្ពុជារុស្ស៊ីក្នុងរយៈពេល35ឆ្នាំកន្លងមកអាស៊ាននិងរុស្ស៊ីបានកសាងនូវភាពជាដៃគូដ៏រឹងមាំនិងយូរអង្វែងដែលបង្កើតឡើងដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមកការជឿទុកចិត្តនិងផលប្រយោជន៍រួមចំពោះអនាគតខាងមុខសម្ដេចអធិបតីបានបញ្ជាក់ថាអត្ថប្រយោជន៍សំខាន់ចំនួន4ដែលដឹកនាំទិសដៅអនាគតនៃកិច្ចសន្ទនាយុទ្ធសាស្ត្រអាស៊ានរុស្ស៊ីគឺទី1បន្តពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខតាមរយៈការចូលរួមកម្រិតខ្ពស់កិច្ចសន្ទនាដ៏ទូលំទូលាយនិងសកម្មភាពសហប្រតិបត្តិការដើម្បីរក្សាអាស៊ីអាគ្នេយ៍ជាតំបន់សន្តិភាពនិងស្ថិរភាព
ទី2គឺទាញយកសក្តានុពលពេញលេញនៃភាពជាដៃគូសេដ្ឋកិច្ចនិងការរីកចម្រើននៃកម្មវិធីសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគឆ្នាំ2021និង2025កន្លងមកនិងដាក់ចេញនូវកម្មវិធីយុទ្ធសាស្ត្រស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគទុនឆ្នាំ2026និង2030ទី3គឺពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធម្មពលនិងការអភិវឌ្ឍប្រកបដោយចីរភាពហើយទី4គឺពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដោតទៅលើប្រជាជនជាស្នូលជាពិសេសគឺយុវជននិងគ្រប់គ្រងដល់កិច្ចសហប្រតិបត្តិការវប្បធម៌ទេសចរនិងទំនាក់ទំនងធុរកិច្ចរវាងតំបន់ទាំងពីរសម្ដេចធិបតីបាទមានបញ្ជាក់ថាគឺទំនាក់ទំនងអាស៊ានរុស្ស៊ីនឹងបន្តរីកចម្រើនឥតឈប់ឈរដោយនាំមកនៅអត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជននិងរួមចំណែកដល់អនាគតដ៏សុខសាន្តស្ថិរភាពវិបុលភាពសម្រាប់តំបន់ទាំងពីរក៏ដូចជាពិភពលោកទាំងមូលហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំរំលឹកខួបលើកទី35ទំនាក់ទំនងអាស៊ានរុស្ស៊ីនេះថ្នាក់ដឹកនាំកម្ពុជាបានដាក់ចេញនៅឯកសារសំខាន់ចំនួន4គឺទី1គឺសេចក្តីថ្លែងការណ៍ទីក្រុងកាហ្សានឆ្នាំ2026ស្តីពីអាស៊ានរុស្ស៊ីឯកភាពក្នុងពហុភាព35ឆ្នាំស្ថិតនៅរួមជាមួយគ្នាទី2គឺផែនការសកម្មភាពគ្រប់ជ្រុងជ្រោយដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានសហព័ន្ធរុស្ស៊ីឆ្នាំ2026-2030ហើយទី3គឺសេចក្តីប្រកាសរួមអាស៊ានរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ហើយទី4គឺសេចក្តីប្រកាសរួមអាស៊ានរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធម្មពលបន្ថែមពីលើអ្វីដែលអាដាមស៊ូណារ៉ូលើកឡើងបាញ់មិញនេះខ្ញុំសូមបញ្ជាក់ថានៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំកម្ពុជាអាស៊ានរុស្ស៊ីសម្ដេចធិបតីហ៊ុនម៉ាណែតបានជួបជាទ្វេភាគីទាំងអស់គ្នាបានឃើញរូបភាពហើយជាមួយអាដាមវ្លាឌីមៀពូទីនប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីជំនួបទ្វេភាគីកម្ពុជារុស្ស៊ីនេះប្រព្រឹត្តទៅក្នុងបរិយាកាសមួយសន្តិស្នាលកក់ក្ដៅនិងប្រកបទៅដោយការជឿទុកចិត្តគ្នាទៅវិញទៅមកដែលនេះឆ្លុះបញ្ចាំងពីមិត្តភាពដ៏ល្អនិងដ៏យូរអង្វែងរវាងកម្ពុជារុស្ស៊ីនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីរុស្ស៊ីសម្ដែងនូវការពេញចិត្តខ្លាំងចំពោះការរីកចម្រើនជាលំដាប់និងជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីកម្ពុជារុស្ស៊ីមេដឹកនាំទាំងពីរក៏បដិញ្ញាចិត្តដូចគ្នាដែរក្នុងការរក្សាសន្ទុះវិជ្ជមាននេះនៃទំនាក់ទំនងកម្ពុជារុស្ស៊ីតរៀងទៅមុខកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីរុស្ស៊ីខ្ញុំសូមគូបញ្ជាក់សង្កត់ធ្ងន់លើវិស័យសំខាន់ចំនួន3ទី1កិច្ចសហប្រតិបត្តិការនយោបាយនិងការទូតទី2ពាណិជ្ជកម្មកសិកម្មនិងធម្មពលនិងទី3ការតភ្ជាប់ពិសេសរវាងប្រជាជននិងប្រជាជនសម្ដេចធិបតីស្នើរុស្ស៊ីឲ្យពង្រីកនិងពង្រឹងការវិនិយោគនៅកម្ពុជាឲ្យពិចារណាទៅលើសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលមានរុស្ស៊ី បេឡូរុស្ស៊ី កាហ្សាក់ស្តាន គីហ្គីស៊ីស្តាននិងអាក់មេនីជាសមាជិកជាមួយគ្នានេះសម្ដេចធិបតីក៏អំពាវនាវដែរអំពាវនាវឲ្យកម្ពុជានិងរុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការនៅលើវិស័យធម្មពលកសិកម្មអប់រំទេសចរនិងសុខាភិបាលជារួមជំនួបទ្វេភាគីកម្ពុជារុស្ស៊ីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងអាយដាមវ្លាឌីមៀពូទីននៅកាហ្សុងប្រទេសរុស្ស៊ីស្ដែងឲ្យឃើញនៅសារៈសំខាន់3យ៉ាងសារៈសំខាន់ម្យ៉ាងទី1គឺគុណភាពនៃទំនាក់ទំនងកម្ពុជារុស្ស៊ី70ឆ្នាំកន្លងមកហើយដែលកម្ពុជានិងរុស្ស៊ីឈរនៅជាមួយគ្នាពិសេសក្នុងគ្រាដែលកម្ពុជាឆ្លងកាត់ទុក្ខវេទនាខ្លាំងខ្ញុំចង់និយាយពីពេញមួយទសវត្សរ៍ឆ្នាំ1980មិត្តភាពប្រកបដោយគុណភាពនិងដែលមានលក្ខណៈយូរអង្វែងនេះស្ដែងឡើងជាអាចតាមរយៈចំនួននិស្សិតខ្មែរ
ច្រើនពាន់នាក់និងជាច្រើនចំនួនដែលបាននឹងកំពុងបន្តទទួលបានការសិក្សាអប់រំនៅសូវៀតនិងក្រោយមកទៀតនៅរុស្ស៊ីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅភ្នំពេញដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ1960ដោយសារជំនួយរបស់រុស្ស៊ីក្នុងសម័យសង្គមរាស្ត្រនិយមគឺជាមិត្តរូបមួយនៃមិត្តភាពយូរអង្វែងនិងប្រកបដោយគុណភាពរវាងកម្ពុជានិងរុស្ស៊ីដែរសារៈសំខាន់ម្យ៉ាងទី2នៃជំនួបទ្វេភាគីនេះនៃជំនួបទ្វេភាគីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងអេដាមវ្លាឌីមៀពូទីនកាលពីថ្ងៃ18មិថុនាម្សិលមិញនេះមែនទែនទៅគឺជាឱកាសមួយថ្មីដើម្បីឲ្យកម្ពុជានិងរុស្ស៊ីសម្លឹងមើលទៅមុខទៅកាន់ទិសដៅរួមគ្នានិងគោលដៅបន្តស្វែងរកផលប្រយោជន៍ជាក់ស្ដែងរួមគ្នាសម្រាប់ប្រជាជនកម្ពុជានិងសម្រាប់ប្រជាជនរុស្ស៊ីរាយសារៈសំខាន់ម្យ៉ាងទី3នៃជំនួបទ្វេភាគីកម្ពុជារុស្ស៊ីកាលពីល្ងាចមិញគឺសារនយោបាយដ៏ច្បាស់លាស់របស់សម្ដេចធិបតីនោះគឺកម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោកតទៅថ្ងៃមុខទៀតគឺជាទិសដៅនៃគោលនយោបាយការបរទេសឯករាជ្យនិងប្រកបដោយតុល្យភាពរបស់កម្ពុជាយើងនៅក្នុងបរិបទពិភពលោកមួយដោយដែលខ្ញុំបញ្ជាក់មិញអញ្ចឹងមិនជាក់លាក់ស្មុគស្មាញនិងមិនថិតថេរទាល់តែសោះដោយឡែកអនុញ្ញាតឲ្យខ្ញុំគូបញ្ជាក់បន្ថែមថាកាលពីរុស្ស៊ីម្សិលមិញថ្ងៃទី18មិថុនានៅកាសង់ប្រទេសរុស្ស៊ីដដែលសម្ដេចធិបតីក៏ជួបពិភាក្សាដែរជាមួយអ៊ីស្រាអែលជនមួយចំនួនសម្ដេចធិបតីជួបជាមួយអេដាមប៉ាគីស្ថានសាគីនតាយេប្រធានគ្រប់ប្រឹក្សាភិបាលគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ីអេដាមប៉ាគីស្ថានសាគីនតាយេនិងសម្ដេចធិបតីពិភាក្សាគ្នាជាពិសេសអំពីការបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីសម្ដេចធិបតីហ៊ុនម៉ាណែតក៏ជួបពិភាក្សាគ្នាដែរជាមួយអេដាមនូឡាន់យេមេកបាយេហ្វអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃគោលដៅគឺស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងកម្ពុជានិងអង្គការសហប្រតិបត្តិការសៀងហៃហើយអង្គការតំបន់នេះដែលបង្កើតឡើងនៅឆ្នាំ2001មានកម្មវត្ថុមួយចម្បងហើយសំខាន់នោះគឺសន្តិសុខនិងការប្រឆាំងនឹងភេរវកម្មក្នុងន័យថាមានគោលដៅរក្សាស្ថិរភាពនៃតំបន់អាស៊ីកណ្ដាលសរុបមកវិញនៅកាសង់សហព័ន្ធរុស្ស៊ីពីថ្ងៃចុងក្រោយនេះកម្ពុជាតំណាងដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យបើកចំហនិងមានតុល្យភាពល្អរបស់កម្ពុជាដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវមិត្តភាពរឹងមាំជាមួយដៃគូទាំងអស់នេះទី1ទី2មិត្តភាពកម្ពុជានិងសហព័ន្ធរុស្ស៊ីជាមិត្តភាពយូរអង្វែងដែលឈរលើផលប្រយោជន៍រួមនិងគ្រប់គ្នាទៅវិញទៅមកហើយទំនាក់ទំនងនេះទៀតសោតនឹងបន្តរីកចម្រើនតទៅមុខទៀតទី3កម្ពុជាបន្តពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការនិងការតបជាប់ជាមួយគ្រប់ប្រទេសនានានៅក្នុងលោកដើម្បីការពារអ្វីការពារសន្តិភាពដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងដើម្បីបន្តបម្រើផលប្រយោជន៍ប្រជាជាតិនិងប្រជាពលរដ្ឋខ្មែរទាំងអស់នេះគឺជាលទ្ធផលនិងសារៈនិងសារសំខាន់ដែលស្ដែងចេញតាមសកម្មភាពរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារយៈពេល2ថ្ងៃនេះក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីនៅទីក្រុងកាសង់សហព័ន្ធរុស្ស៊ីជាមួយឯកឧត្តមវ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៊ីមេដឹកនាំទាំងពីរបានបង្ហាញនូវភាពស្និទ្ធស្នាលកក់ក្ដៅប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អនិងដ៏យូរអង្វែងរវាងកម្ពុជានិងរុស្ស៊ីខណៈមេដឹកនាំប្រទេសទាំងពីរបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរនិងបដិញ្ញាជំរុញសន្ទុះបន្ថែមទៀត
អាយដាមហ្សង់ហ្វ្រង់សូតានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសារប្រតិបត្តិការអន្តរជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសម្ដេចធិបតីអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2026នេះនៅក្នុងជំនួបទ្វេភាគីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងអាយដាមវ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៊ីមេដឹកនាំទាំងពីរបានសម្ដែងនឹងការពេញចិត្តខ្លាំងចំពោះការរីកចម្រើនជាលំដាប់និងជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីកម្ពុជានិងរុស្ស៊ីអាយដាមបញ្ជាក់ថាមេដឹកនាំទាំងពីរក៏បានបដិញ្ញាចិត្តក្នុងការរក្សាសន្ទុះវិជ្ជមាននេះនៃទំនាក់ទំនងកម្ពុជារុស្ស៊ីតទៅមុខទៀតអាយដាមហ្សង់ហ្វ្រង់សូតានបញ្ជាក់ថាកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើវិស័យសំខាន់ៗចំនួន3ទី1គឺកិច្ចសហប្រតិបត្តិការនយោបាយនិងការទូតទី2ពាណិជ្ជកម្មកសិកម្មនិងធម្មពលនិងទី3ការតភ្ជាប់ពិសេសរវាងប្រជាជននិងប្រជាជនបើតាមប្រសាសន៍របស់អាដាមហ្សង់ហ្វ្រង់សូតានបានដឹងទៀតថានៅក្នុងជំនួបនេះសម្ដេចធិបតីបានស្នើរុស្ស៊ីឲ្យពង្រីកនិងពង្រឹងការវិនិយោគនៅកម្ពុជាពិចារណាទៅលើសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុបផងដែរដោយជជែកលើ4ចំណុចសំខាន់ដែលពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី19មិថុនានេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថាសម្ដេចបានឆ្លៀតជជែកក្រៅផ្លូវការជាមួយអាយដាមអានូទីនឆាមវរៈគុលនាយករដ្ឋមន្ត្រីថៃនៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីសម្ដេចបន្ថែមថានៅក្នុងជំនួបពិភាក្សាសម្ដេចបានលើកឡើងនៅ4ចំណុចសំខាន់ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃទី1កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិចំណុចទី2ពាក់ព័ន្ធនឹងព្រំដែនសមុទ្រគឺសូមភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការអ៊ុនក្លូសដែលបាននឹងកំពុងតែដំណើរការចំណុចទី3ពាក់ព័ន្ធនឹងព្រំដែនគោកកម្ពុជាមកដល់ពេលនេះនៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC នឹងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ប៉ុន្តែកម្ពុជាជំរុញឲ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC ថៃនិងជំរុញឲ្យចាប់ផ្ដើមដំណើរការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ចំណុចទី3ដែលភាគីទាំងពីរបានចុះហត្ថលេខាចំណុចចុងក្រោយពាក់ព័ន្ធទៅនឹងការបើកច្រកព្រំដែនគោកមិនមានការចាំបាច់នៅក្នុងការជជែកគ្នាក្នុងពេលនេះនោះទេនេះគឺជាសំណេររបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីអញ្ជើញធ្វើមាតុភូមិនិវត្តន៍ពីសហព័ន្ធរុស្ស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពហើយក៏មានសន្និសីទសារព័ត៌មានហើយនៅល្ងាចនេះគឺសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានបង្ហោះសារតាមរយៈបណ្ដាញសង្គមផ្លូវការរបស់សម្ដេចបញ្ជាក់អំពីជំនួបជាមួយនឹងមេដឹកនាំថៃដើម្បីជជែកគ្នាក្រៅផ្លូវការតាក់ទងទៅនឹងបញ្ហាព្រំដែនទាំងព្រំដែនគោកទាំងអន្តរជាតិហើយរឿងបើកច្រកព្រំដែននេះគឺវាមិនទាន់ចាំបាច់អីទេព្រោះយន្តការនានាដែលមានស្រាប់គឺយើងបាននឹងកំពុងតែបន្តនីតិវិធីជាពិសេសគឺព្រំដែនសមុទ្រដែលយើងកំពុងតែអនុវត្តលើយន្តការអ៊ុនក្លូសនោះបាទចា៎សម្ដេចធិបតីបានបន្តនៅក្នុងការបង្ហោះសារដើម្បីឲ្យដឹងថាអ្វីដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំការពិតទៅនេះជាការប្រជុំមួយដែលនិយាយអំពីខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីប៉ុន្តែគឺថ្នាក់ដឹកនាំរបស់យើងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឆ្លៀតគ្រប់ពេលវេលាដើម្បីរំលឹកចាថៃជាបន្តបន្ទាប់អំពីការបដិញ្ញាចិត្តនិងគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាងដោយសន្តិវិធីនិងពឹងផ្អែកទៅលើច្បាប់អន្តរជាតិយកជាឧបករណ៍ក្នុងការវាស់ខ្នាតចាការត្រឹមត្រូវនៃប្រទេសនីមួយៗអញ្ចឹងយើងចង់បានតែប៉ុណ្្នឹងទេអញ្ចឹងបើថាខ្ញុំយល់ឃើញថាដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាយើងទៅកាន់សហព័ន្ធរុស្ស៊ីនិងជំនួបទ្វេភាគីរវាងសម្ដេចធិបតីជាមួយអាយដាមវ្លាឌីមៀពូទីនប្រធានាធិបតីសហព័ន្ធរុស្ស៊ីគឺជាព្រឹត្តិការណ៍នយោបាយការទូតដ៏មានសារៈសំខាន់ជាទីបំផុត
សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជានិងរុស្ស៊ីជំនួបនេះគឺមិនត្រឹមតែបង្ហាញពីការបន្តទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបង្ហាញពីឆន្ទៈនយោបាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិការឲ្យកាន់តែស៊ីជម្រៅនិងសមស្របទៅនឹងបរិបទអន្តរជាតិថ្មីដែលពោរពេញដោយការប្រកួតប្រជែងភាពមិនប្រកបវិជ្ជានិងការប្រែប្រួលនៃតុល្យភាពអំណាចពិភពលោកចំណុចទី1ដែលខ្ញុំចង់វេតម្លៃជាវិជ្ជមានគឺថាជំនួបនេះបានបញ្ជាក់ឡើងវិញនៅទំនុកចិត្តខាងនយោបាយរវាងកម្ពុជានិងសហព័ន្ធរុស្ស៊ីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីមិនមែនទៅតែកើតឡើងនៅថ្ងៃនេះទេទំនាក់ទំនងនេះគឺមានប្រវត្តិសាស្ត្រយូរអង្វែងប្រមាណ7ទសវត្សរ៍មកហើយគឺចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំ1956ក្នុងរយៈពេលដ៏វែងនេះកម្ពុជានិងរុស្ស៊ីបានឆ្លងកាត់នៅស្ថានភាពអន្តរជាតិជាច្រើនដូចជាសង្គ្រាមត្រជាក់ការផ្លាស់ប្ដូររបបនយោបាយការបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាយើងការកសាងសន្តិភាពឡើងវិញនិងការប្រែប្រួលនៃប្រព័ន្ធអន្តរជាតិទោះបីជារបបនយោបាយពិភពលោកបានផ្លាស់ប្ដូរយ៉ាងណាក៏ដោយក៏មិត្តភាពរវាងកម្ពុជានិងរុស្ស៊ីនៅតែរក្សាបាននូវភាពធន់ភាពជឿទុកចិត្តគ្នានិងការគោរពគ្នាទៅវិញទៅមកចំណុចទី2ដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញពីគោលនយោបាយការបរទេសឯករាជ្យសកម្មនិងតុល្យភាពរបស់កម្ពុជាយើងកម្ពុជាមិនគួរត្រូវបានមើលថាជាប្រទេសដែលចូលរួមជាមួយភាគីណាមួយដើម្បីប្រឆាំងនឹងភាគីណាមួយនោះទេផ្ទុយទៅវិញកម្ពុជាកំពុងអនុវត្តនៅការទូតដែលផ្អែកលើផលប្រយោជន៍ជាតិជាស្នូលអធិបតេយ្យឯករាជ្យភាពសន្តិភាពការគោរពគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិការជាមួយមិត្តភ័ក្តិទាំងអស់ក្នុងន័យនេះទំនាក់ទំនងជាមួយរុស្ស៊ីគឺជាផ្នែកមួយនៃការពង្រីកមិត្តភាពនិងដៃគូអន្តរជាតិរបស់កម្ពុជាដើម្បីបង្កើនជំរឿនយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិចំណុចទី3ខ្ញុំយល់ឃើញថាជំនួបរវាងសម្ដេចធិបតីនិងប្រធានាធិបតីរុស្ស៊ីបានបង្ហាញពីការទទួលស្គាល់នៅតម្លៃប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីររុស្ស៊ីបានចាត់ទុកកម្ពុជាជាមិត្តនិងជាដៃគូយូរអង្វែងខណៈកម្ពុជាយើងក៏មិនភ្លេចនៅការគាំទ្ររបស់អតីតសហភាពសូវៀតនិងសហព័ន្ធរុស្ស៊ីចំពោះកម្ពុជាជាពិសេសគឺក្នុងគ្រានៃការកសាងប្រទេសឡើងវិញការអភិវឌ្ឍធនធានមនុស្សការអប់រំសុខាភិបាលកសិកម្មហេដ្ឋារចនាសម្ព័ន្ធនិងវិស័យបច្ចេកទេសនានាការចងចាំប្រវត្តិសាស្ត្របែបនេះគឺពិតជាមានសារៈសំខាន់ណាស់ពីព្រោះវាជាមូលដ្ឋាននៃទំនុកចិត្តនយោបាយនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរចំណុចទី4ខ្ញុំយល់ឃើញថាជំនួបនេះបានបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទោះបីជាទំនាក់ទំនងនយោបាយកម្ពុជារុស្ស៊ីមានភាពរឹងមាំក៏ដោយក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែមានសក្តានុពលធំមួយដែលមិនទាន់បានប្រើប្រាស់ពេញលេញនៅឡើយកម្ពុជាអាចទាញការវិនិយោគពីរុស្ស៊ីលើវិស័យថាមពលកសិកម្មឧស្សាហកម្មកែច្នៃអាហារូបត្ថម្ភបច្ចេកវិទ្យាទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធជាពិសេសសំណើរបស់សម្ដេចធិបតីឲ្យរុស្ស៊ីគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលខ្ញុំគិតថានេះគឺជាគំនិតមួយផ្ដើមមួយដែលមានចក្ខុវិស័យវែងឆ្ងាយប្រសិនបើអាចដំណើរការទៅមុខបានវានឹងជួយបើកច្រកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជាការបង្កើនការនាំចេញពង្រីកប្រភពវិនិយោគនិងជួយឲ្យកម្ពុជាមានភាពធន់ខាងសេដ្ឋកិច្ចកាន់តែខ្លាំងចំណុចទី5ខ្ញុំយល់ឃើញថាវិស័យថាមពលគឺជាផ្នែកមួយដ៏គួរជាទីរំពឹងខ្លាំង
កម្ពុជាកំពុងមានតម្រូវការថាមពលកាន់តែខ្ពស់ដើម្បីគ្រប់គ្រងកំណើនសេដ្ឋកិច្ចឧស្សាហូបនីយកម្មនិងជីវភាពរបស់ប្រជាពលរដ្ឋរុស្ស៊ីជាប្រទេសដែលមានបទពិសោធន៍និងមានសមត្ថភាពខ្ពស់ក្នុងវិស័យថាមពលបច្ចេកវិទ្យានិងវិស័យពាក់ព័ន្ធដូច្នេះកិច្ចសហការលើវិស័យថាមពលអាចរួមចំណែកដល់សន្តិសុខថាមពលការផ្ទេរចំណេះដឹងនិងការសិក្សាលើជម្រើសថាមពលដែលមានប្រសិទ្ធភាពសុវត្ថិភាពនិងសមស្របទៅនឹងតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើងចំណុចទី6វិស័យយោធានិងវិស័យការពារជាតិក៏ជាមូលដ្ឋានដ៏សំខាន់មួយនៃទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីប្រវត្តិសាស្ត្របានបង្ហាញថារុស្ស៊ីនិងអតីតសហភាពសូវៀតធ្លាប់បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងកិច្ចសហការបច្ចេកទេសជាច្រើនក្នុងបរិបទបច្ចុប្បន្ននេះកិច្ចសហការលើវិស័យយោធាគួរត្រូវបានមើលឃើញក្នុងន័យការពារជាតិសន្តិសុខសមត្ថភាពវិជ្ជាជីវៈការបណ្ដុះបណ្ដាលការផ្លាស់ប្ដូរបទពិសោធន៍និងការរួមចំណែកដល់សន្តិភាពនិងស្ថិរភាពវាមិនមែនជាកិច្ចសហការដើម្បីប្រឆាំងទៅនឹងប្រទេសណាមួយនោះទេក៏ប៉ុន្តែជាការពង្រឹងសមត្ថភាពស្វ័យការពារជាតិនិងការរួមចំណែកដល់ស្ថិរភាពតំបន់ចំណុចទី7ខ្ញុំចាប់អារម្មណ៍លើវិស័យអប់រំដែលខ្ញុំគិតថាវិស័យអប់រំនិងការបណ្ដុះបណ្ដាលគឺជាស្ពានមិត្តភាពដ៏សំខាន់បំផុតរវាងប្រជាជនកម្ពុជានិងប្រជាជនរុស្ស៊ីនិស្សិតនិងមន្ត្រីរាជការកម្ពុជាយើងជាច្រើនដែលបានសិក្សានៅអតីតសហភាពសូវៀតនិងនៅរុស្ស៊ីបានក្លាយជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកទល់បច្ចុប្បន្ននេះដូច្នេះខ្ញុំមានសុទិដ្ឋិនិយមនិងមានក្តីរំពឹងថាបន្ទាប់ពីជំនួបនេះកម្ពុជានិងរុស្ស៊ីនឹងបន្តពង្រីកកម្មវិធីអាហារូបករណ៍កម្មវិធីបណ្ដុះបណ្ដាលការផ្លាស់ប្ដូរនិស្សិតសាស្ត្រាចារ្យអ្នកសិក្សាស្រាវជ្រាវនិងអ្នកជំនាញបច្ចេកទេសការអភិវឌ្ឍធនធានមនុស្សគឺជាការវិនិយោគយូរអង្វែងបំផុតសម្រាប់មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជានិងរុស្ស៊ីចំណុចចុងក្រោយគឺវិស័យកសិកម្មនេះគឺជាវិស័យដែលអាចបង្កើតផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនកម្ពុជាយើងមានសក្តានុពលខ្លាំងលើផលិតផលកសិកម្មដូចជាអង្ករកៅស៊ូម្រេចស្វាយចេកគ្រាប់ស្វាយចន្ទីនិងផលិតផលកែច្នៃផ្សេងៗទៀតដោយឡែករុស្ស៊ីគឺជាប្រទេសដែលមានទីផ្សារធំគួរសមដែរហើយមានតម្រូវការលើផលិតផលកសិកម្មមួយចំនួនដែលកម្ពុជាមាននិងមានសមត្ថភាពផ្គត់ផ្គង់ជីកសិកម្មកសិឧបករណ៍និងបច្ចេកវិទ្យាកសិកម្មដូច្នេះការតភ្ជាប់វិស័យកសិកម្មកម្ពុជាជាមួយនឹងទីផ្សាររុស្ស៊ីក៏ដូចជាទីផ្សារអឺរ៉ាស៊ីខ្ញុំគិតថាអាចជួយបង្កើនតម្លៃបន្ថែមបង្កើតការងារនិងលើកស្ទួយជីវភាពរបស់ប្រជាកសិករយើងជារួមទៅខ្ញុំវាយតម្លៃថាដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទៅកាន់សហព័ន្ធរុស្ស៊ីក៏ដូចជាជំនួបរវាងសម្ដេចធិបតីជាមួយនឹងឯកឧត្តមប្រធានាធិបតី Vladimir Putin គឺជាជំហានវិជ្ជមានមួយក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីទៅដល់កម្រិតថ្មីមួយទៀតវាជាជំនួបដែលមានអត្ថន័យទាំងផ្នែកប្រវត្តិសាស្ត្រនយោបាយការទូតសេដ្ឋកិច្ចសន្តិសុខនិងប្រជាជនហើយជំនួបនេះក៏បង្ហាញថាកម្ពុជាកំពុងបន្តធ្វើការទូតប្រកបដោយភាពសកម្មបត់បែននិងមានទស្សនវិស័យវែងឆ្ងាយដើម្បីការពារផលប្រយោជន៍ជាតិនិងពង្រីកមិត្តភាពជាដៃគូអន្តរជាតិទាំងអស់ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមមថាទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីនៅពេលអនាគតនឹងកាន់តែមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសគឺទំនុកចិត្តខាងនយោបាយកិច្ចសហប្រតិការលើវិស័យការពារជាតិសេដ្ឋកិច្ចពាណិជ្ជកម្មធម្មពលអប់រំកសិកម្មទេសចរសុខាភិបាលវប្បធម៌និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនខ្ញុំប្រាថ្នាចង់ឃើញប្រទេសយើងទាំងពីរបន្តប្រែក្លាយមិត្តភាពជាប្រពៃណី
ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែងដែលអាចនាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនយើងទាំងពីរនិងរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍទាំងនៅក្នុងតំបន់និងពិភពលោក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជានិងប្រទេសបេឡារុសពង្រឹងពង្រីកវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយគ្នាបន្ថែមទៀតខណៈប្រទេសទាំងពីរមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃកម្ពុជាមានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមអូឡាស៊ីមៀបារ៉ាវីកូឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជាចូលជួបសម្ដែងការគូសំនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិនាព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2026នេះឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបនេះថាជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនឹងការស្វាគមន៍និងរីករាយដែលបានជួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសហើយសម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបេឡារុសដែលមានទំនាក់ទំនងដ៏ល្អជាមួយគ្នាសម្ដេចតេជោសង្ឃឹមថាក្នុងបេសកកម្មរបស់ឯកឧត្តមអូឡាស៊ីមៀបារ៉ាវីកូជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងបេឡារុសកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀតនៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុសក៏បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះឯកឧត្តមក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបេឡារុសដែលមានជាយូរមកជាមួយគ្នានិងរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសបេឡារុសជាពិសេសនៅក្នុងឆ្នាំ2014នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រីដែលបានពូនជ្រុំនៃទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមពីលើនេះឯកឧត្តមក៏បានលើកឡើងថាកម្ពុជានិងបេឡារុសមានគោលដៅស្រដៀងគ្នាដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនៅទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែរឹងមាំបន្ថែមទៀតឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុសក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីគឺមានសក្តានុពលដែលត្រូវធ្វើជាមួយគ្នាជាច្រើនទៀតក្នុងនោះឯកឧត្តមលើកឡើងថាប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័ននីតិបញ្ញត្តិនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរត្រូវតែជំរុញនៅពាណិជ្ជកម្មសេដ្ឋកិច្ចជាមួយគ្នាឲ្យមានការកើនឡើងឯកឧត្តមបន្តថាបេឡារុសបានចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកគ្រឿងចក្រកសិកម្មត្រាក់ទ័ររួមជាមួយវិស័យទេសចរផងដែរដោយឯកឧត្តមជំរុញឲ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នាដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជនទាំងពីរកាន់តែមានភាពជិតស្និទ្ធនិងទេសចរទៅវិញទៅមកឲ្យកាន់តែមានការកើនឡើងថែមទៀតឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុសបានរំលេចផងដែរអំពីការបង្កើននៅអាហារូបករណ៍ជាពិសេសការផ្លាស់ប្ដូរនៅនិស្សិតរវាងកម្ពុជានិងបេឡារុសឲ្យកាន់តែកើនឡើងបន្ថែមទៀតឯកឧត្តមក៏បានជំរុញបន្ថែមទៀតដែរឲ្យមានការពិភាក្សាគ្នាបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនយោបាយរវាងប្រទេសទាំងពីរជាពិសេសក្រសួងការបរទេសប្រទេសទាំងពីរដើម្បីជំរុញនៅទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតសម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុសជាពិសេសចំពោះគំនិតផ្ដួចផ្ដើមជុំវិញការជំរុញទំនាក់ទំនងរវាងកម្ពុជានិងបេឡារុសសម្ដេចក៏បានរំលឹកពីអតីតកាលរបស់សម្ដេចដែលធ្លាប់ទៅទស្សនកិច្ចនៅបេឡារុសជាច្រើនដងហើយលើកចុងក្រោយនៅឆ្នាំ2014សម្ដេចតេជោក៏ពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចំពោះការជំរុញពាណិជ្ជកម្មសេដ្ឋកិច្ចវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែមានការកើនឡើងផងដែរសម្ដេចតេជោបានសង្កត់ធ្ងន់ថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងបេឡារុសគឺត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគជាមួយគ្នាហើយសង្ឃឹមថាប្រទេសទាំងពីរនឹងមានអត្រានៃកំណើនពាណិជ្ជកម្មជាមួយគ្នាកើនឡើងបន្ថែមទៀតសម្ដេចតេជោបញ្ជាក់ថាកម្ពុជានិងបេឡារុសគឺមានលក្ខណៈសេដ្ឋកិច្ចបំពេញឲ្យគ្នាទៅវិញទៅមកដែលសេដ្ឋកិច្ចបំពេញឲ្យគ្នាទៅវិញទៅមកបែបនេះនឹងផ្ដល់អំណោយផលដល់ការលូតលាស់យ៉ាងឆាប់រហ័សផងដែរសម្ដេចតេជោថ្លែងសង្ឃឹមថាប្រទេសទាំងពីរនឹងមាននៅកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិនិងវិស័យនានាដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នាក្នុងគោលដៅធ្វើយ៉ាងណាជំរុញឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំស៊ីជម្រៅនិងកាន់តែយល់គ្នាបន្ថែមទៀត